ô bà lấy rốt bán bao nó ba con bò con ba nè tập phần bán cái thưa tay okខ្ញុំទទួលស្គាល់ខ្ញុំយល់ថាលោកគួរតែរកការងារធ្វើសម្រាប់ខ្ញុំទៅជារបបការងារខ្ញុំមិនឆ្លាតណាពលករយើងដែលចំណាក់ស្រុកមកពីប្រទេសគេមកដល់ស្រុកយើងឥឡូវមកគ្រាន់តែមកទៅរកការងារធ្វើមានអាជនឆ្លៀតឱកាសហ្នឹងទៅបោកយកលុយគ្នាធ្វើបាបគ្នាទៀតខ្ញុំឆ្ងល់មែនទែនមកអាហ្នឹងអត់មានបេះដូងទេគេជួយប៉ុណ្ណឹងឲ្យនៅតែរកការងារធ្វើអត់បានទៀតមិនដឹងថាម៉េចដែរបើអាលោកស្វាប់គុំអត់មើលហ៎អត់ជាលេខ0អត់ជាលេខ0អញស្គាល់លេខ0ណាខ្ញុំនិយាយរកជាងមកបាទជម្រាបសួរបងពួកខ្ញុំចង់រកការងារធ្វើបងបងស្វែងរកការងារធ្វើបងចង់ធ្វើការផ្នែកអ្វីទីអ្វីដែរបងឥឡូវបងជួយរកការងាររោងចក្រឲ្យខ្ញុំបានទេបងខ្ញុំ3នាក់បង3នាក់ចាបងតើអញ្ចឹងបងចង់ធ្វើផ្នែករោងចក្រជំនាញអ្វីដែរបងបាទជំនាញដេដេដែរបានធ្វើសិនណាបាទខ្ញុំជំនាញដេបងសុំឈ្មោះបងប្រុសពេញមួយតែមានតកោបងឈ្មោះអ្វីដែរបងខ្ញុំឈ្មោះលេងកេងហុងហើយឆ្នាំកណ្ដាលបងអាឡូបង1999បងខែបានដែរបងខាសាបអានេះមិនខែខ្លួនឯងមិនចាំខាសាបគេយកខែខ្មែរយកខែយកខែខ្មែរណាជួយជំនួយការខ្ញុំម្ដងបងជួយជំនួយការខ្ញុំហ្មងខ្ញុំកាត់ខែភ្ជុំចាខែភ្ជុំបងហ្នឹងហើយថ្ងៃទីម៉ានដែរបងថ្ងៃ14រោចតែអាបញ្ជាក់កន្លែងការងារនោះមានកន្លែងបកត្រីដែរនេះទៅនេះ relax ហើយកុំកោចិត្តខាងក្រសួងប្តឹងយើងសួរគេច្បាស់ក្រសួងការងារច្បាស់ការងារហ្នឹងការងារហ្នឹងមិនការងារធ្វើការងារចំណងចិត្តឲ្យត្រូវមួយចំណងចិត្តយល់អត់យល់ណាជួយបាទជំរាបសួរបងបាទបងនិយាយមកចាបងអញ្ចឹងបើចាំក្រោកពេលក្រោយក្រុមការងារនឹងតាក់ទងទៅបងវិញណាបងណាបាទអរគុណច្រើនបងបានធ្វើបុណ្យ7វត្តហ្នឹងអរគុណបងខចូលបងបាទអរគុណគ្នាបងចាជំរាបលាបងនេះ12 97គេទៅវិញលើកមកអាឡូទៅសួរបងបាទបងគាត់លេខ015បាទ015 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 015
7 ហាគុត7ហាគុតបាទបាទ7ហាគុត580 580 580 បាទអរគុណបងលេខអូបាទលេខរដ្ឋបាលបងណោះបាទអរគុណបងអរគុណបាទនេះ រស់បាត់ នេះតែប៉ុណ្្នឹងបានការងារធ្វើតែសាប់អញម្ដងសាប់អញម្ដងលេខនេះដែរទៅ យីស្រួលនេះខាងគេរដ្ឋបាលខាងគេរដ្ឋបាលការងារមកកុំឥឡូវបាទជំរាបសួរបងពួកខ្ញុំទេគឺរកការងារធ្វើបងខាងរដ្ឋបាលហ្នឹងមែនទេបង ចេះឥឡូវនេះគឺខ្ញុំរវល់មិនតែណាបងអាចខំខ្ញុំពេលក្រោយបានទេ អូពួកខ្ញុំអត់មានពេលទេមកបងពួកខ្ញុំចាញ់បោកគេមួយសាហើយបងឡើងមកពេញឥឡូវចង់រកការងារធ្វើបង ខ្ញុំមិនខ្វល់ថាលោកចាញ់បោកទេខ្ញុំថាលោកខ្ញុំខ្វល់ថាលោកទេ ជួយ ខ្ញុំស្គាល់ចំនួនណាទេបងគាត់នេះអីមកទូកុននេះបងវិញលេខទេ ឥឡូវបើទុកជាលោកនិយាយបានមកជារឿងរបស់លោក បងសុំអធិស្ឋានមួយបងចំណាយពេលនិយាយមួយបងអូនថាតែ2នាទីបានទេបងប្អូនចង់រកការងារធ្វើបង អូខេខ្ញុំទទួលស្គាល់ខ្ញុំយល់ថាលោកគួរតែរកការងារធ្វើប៉ុន្តែខ្ញុំទៅជារបងការងារខ្ញុំមានច្រើនណាស់ នេះអាប៉ិនឯងមានកម្លាំងធ្វើខាងអីយេ បិទងាប់ទៅគាត់ឲ្យលេខខាងការងារនោះមកឲ្យខាងការងារនិយាយមកសម្ដីដូចអាច កណាយើង អស់ត្រឹមហ្នឹងឲ្យលេខហ្នឹងអាចទៅណាទៀតចាខ្ញុំឆ្ងល់ដល់ពលករយើងដែលចំណាក់ស្រុកមកពីប្រទេសគេមកដល់ស្រុកយើងឥឡូវមកគ្រាន់តែមកទៅរកការងារធ្វើមានអាជនឆ្លៀតឱកាសហ្នឹងទៅបោកយកលុយគ្នាធ្វើបាបគ្នាទៀតខ្ញុំឆ្ងល់មែនទែនមកអាហ្នឹងអត់មានបេះដូងទេ មនុស្សវាមានតែមានអាក្រក់មានល្អអាចំនួនតូចហ្នឹងវានៅមានចឹងមនុស្សយើងប៉ុន្តែគ្រាន់ថាក្រសួងយើងក្រសួងការងារយើងជួយបានមួយផ្នែកធំណាអូនមកអង្គុយលេងមកឯងមានការមានងារធ្វើនៅ ខ្ញុំទៅដាក់ពាក្យ3កន្លែងអាកន្លែងទី1នោះគេទាមទាររកឯកសារពួកខ្ញុំអត់មានអាកន្លែងទី2នោះគឺយកកុំចុងអត់តែខ្ញុំរកប្រឹងវាទៀត ណាកុំសងឲ្យអូនឯងមានតាក់តងទៅ1286អត់ចឹងបើពេលគេទាលុយវាកាក់ហ្នឹង ខ្ញុំអត់ទាន់បានទេទៅបង និយាយទៅ
អាទាកុំxongហ្នឹងដូចចែប្រាប់ឲ្យវាជាអំពើល្មើសច្បាប់ក្នុងការដោះដូរធ្វើការហ្នឹងណាមិនតាក់ទងទៅប្តឹងទៅប៉ុន្តែចែសុំសួរត្រង់មួយពេលការអូនឯងទៅសម្ភាសទៅអីហ្នឹងស្លៀកពាក់មិនដឹងអូន boyfriend អូនឯងនិយាយចែកុំថាឡាយក្រុមហ៊ុនកន្លែងចែធម្មតាហ្នឹងកុំខឹងណាក៏អត់យកអូនឯងដែរព្រោះតែសានចែអូនឯងមើលអូនឯងស្លៀកពាក់អញ្ចឹងឃើញសាក់ឃើញអីមើលទៅវាកាចអូនណាកាច អញ្ចឹងអីឲ្យតម្លៃលើការស្លៀកពាក់បាត់ហើយ មិនទេអូនត្រូវយ៉ាំថាអាហ្នឹងវាជាផ្នែកមួយអូនឯងត្រូវយល់ណាខ្មែរយើងការស្លៀកពាក់របៀបម៉េចទៅសភាការងារអូនមានអាវសអាវផ្ទៃមេឃដៃវែងស្បែកជើងស្លៀកពាក់ឲ្យសមរម្យមកទៅដល់ជំរាបសួរជំរាបអីគេសុជីវធម៌អូនអញ្ចឹងទៅកន្លែងណាអូនទេថាអូនខ្វះឯកសារក៏គេណែនាំអូនដែរសំខាន់អូនត្រូវមានប្រវត្តិរូបឥឡូវក្រសួងគេសម្រួលការងារច្រើនណាសម្រួលច្រើនណាមានន័យថាអត្តញ្ញប័ណ្ណគេអត់ត្រូវការទេត្រូវការត្រឹមតែប្រវត្តិរូបទេអូនសរសេរប្រវត្តិរូបមកស្នាក់នៅណាភូមិណាសង្កាត់ណាលេខទូរស័ព្ទថ្ងៃឆ្នាំកំណើតផោះអូនឲ្យគេទៅគឺគេជួយសម្រួលទាំងអស់ហ្នឹងហើយនិយាយទៅអូនឯងទៅវិញណាធ្វើតាមបងទី1រៀបចំការស្លៀកពាក់ហើយសំខាន់ណាកាត់សក់ផងអីផងអូនការនិយាយស្ដីហើយនឹងឯកសារដូចដែលបងប្រាប់ហ្នឹងណាកុំស្លៀកពាក់អញ្ចឹងទៀតណាសាក្រោយចង់បានការងារធ្វើ បាទសួរហ្នឹងហើយជាដំបូងក៏សូមអធិស្ឋានដល់បងអូនទាំង3ផងដោយសារក្រុមការងារបបងហ្នឹងគាត់មានសម្ដីគម្រោះគម្រើយតិចតាក់ទងនឹងការទេទូរស័ព្ទមកហ្នឹងណាបាទអត់អីទេបងអត់ប្រកាន់ទេខ្ញុំគាត់ទទួលទូរស័ព្ទច្រើនពេកបងប្អូនគាត់ទេមកច្រើនបាទបងអត់អីទេបងជាធម្មតាអ្នកធំគេមិនដែរប្រកាន់អ្នកតូចទេបងហ្នឹងហើយអត់អីទេបងទាំង3មានការងារអីដែរតែឲ្យបងជួយបានអូពួកខ្ញុំមកថ្ងៃនេះអត់មានមកអីទេបងមកសុំបងធ្វើការបាទហើយថាមករកការងារធ្វើនោះបងហើយអូនចេះអីខ្លះចង់ដាក់ការងារឡើងបងខ្ញុំនិយាយចេះច្រើនបងលីអិតលីកបោលីសំងអីច្បាស់កន្លែងសុភាមែនតើនិយាយលេងសើចបញ្ជាក់ប្រាប់គាត់តាឲ្យយើងចេះយើងប្រាប់គេយល់ទេចាអូនចេះអីខ្ញុំដូចគ្នានឹងបងយើងឲ្យតែផ្នែកមកកសាងមកធ្វើម្ដងអីនេះខ្ញុំមកច្បាស់តែនឹងទេបាទនៅនោះលីសុទ្ធជុំអូនពុកមាត់ក្នុងនោះខ្ញុំខុសពីគាត់ខ្ញុំសំណងដែរតែកាប់លូកាយភ្លើងដាក់ស្ពានពណ៌ទឹកពណ៌ភ្លើងនេះរៀងគ្នាហ្នឹងបើជីកលៀបឋានអីចេះចេះទៀតបាទហើយជំនាញរបស់ខ្ញុំថែមពីលើជំនាញក្រៅម៉ោងគឺបោះត្រីលេខ1អូគាត់បោកទីធ្វើការមួយគាត់តែឥឡូវក៏រេសតង់អស់ហើយរោងចក្ររបស់ខ្ញុំខ្វះកម្លាំងពលកម្មកាត់ដេរតែខ្ញុំទៅបដបដាសិនបើសិនអត់វាត្រូវជំនាញមួយរោងចក្រខ្ញុំអញ្ចឹងដោយសាររោងចក្រគឺរោងចក្រកាត់ដេរហើយមកហ្នឹងមានឯកសារខ្លះដើម្បីខ្ញុំមើលមានបងខ្ញុំមានខ្ញុំណាស់បងខ្ញុំគឺប្រវត្តិរូបមួយដល់ទៅពីមានខ្វះដែរបងអានេះអត់មានអត្តញ្ញាណបានទេបាទបើខ្ញុំនឹងគ្រប់បាទខ្ញុំបាទអានេះខ្ញុំបាត់ហ្មងបាទបាទតែអត់អីទេតាក់ទងនឹងឯកសារនេះខ្ញុំមើលខ្វះខ្ញុំអាចសម្របសម្រួលឲ្យចូលធ្វើសិនហើយពេលទៅធ្វើបានរយៈពេលណាមួយត្រូវយកភ្ជាប់ឯកសារដែលខ្វះខាតឲ្យខ្ញុំហ្នឹងឲ្យខ្ញុំវិញដូចតាក់ញ៉ាំបានដូចអីចឹងណាអូចឹងល្អណាស់បងព្រោះក្នុងកលៈទេសៈនេះគឺយើងកលៈទេសៈយើងត្រូវជួយគ្នាបាទឥឡូវជាពីព័ត៌មានហើយចាំធៀមខ្លួនអីមកធ្វើការតែសុំអូនមួយកាត់សក់កាត់អីឲ្យត្រឹមត្រូវតិចមកហើយសម្លៀកបំពាក់យើងទៅនុយទៅព្រោះយើងជាបុគ្គលិករបស់ក្រុមហ៊ុនអញ្ចឹងយើងមានច្បាប់ទម្លាប់របស់ក្រុមហ៊ុនយើងដែរហ្នឹងហើយអរគុណអញ្ចឹងហ្នឹងហើយបងអរគុណណាស់ទេបងបើសិនជារដ្ឋបាលការងារខ្លះតកែរោងចក្រខ្លះបើបានចិត្តថតដូចតបងចេះអូយមិនដឹងជាពលករមិនជាអ្នកអត់ការងារដូចពួកខ្ញុំចេះបងសប្បាយការងារធ្វើមិនទេបងអើយបងជូនពរសំណាងបាទហ្នឹងហើយដល់មកអូជំរាបសួរអូនបាទជំរាបសួរអ្នកបងអូបងអង្គុយលេងមកហើយមានការងារមានអីធ្វើនៅហ្នឹងមានហើយអូយចាំមកស្អាតមែនមកអង្គុយលេងមកអង្គុយលេងបាទអង្គុយលេងមកអីវិញទៀតហ្នឹងអត់អីខ្ញុំធ្វើបានទេបងអញ្ចឹងហ៎បាទពួកខ្ញុំមកនេះក៏ចង់មកអរគុណអ្នកបងខំបានអ្នកបងណែនាំឲ្យស្គាល់លេខក្រសួងការងារហ្នឹងពួកខ្ញុំតើតោបានការងារធ្វើហ្នឹងស្រុកខ្មែរយើងមានការងារធ្វើមួយកណោចាំបាច់ទៅណាចំណាក់ស្រុកអីអូនអើយទៅខែឥឡូវបានប្រាក់ខែប្រហែលដែរណាខ្ញុំបើថាប្រាក់ខែគោលរបស់ខ្ញុំនោះ350បាទហើយបើថែមមកធ្វើជួបវាអាចចូលបាន400អីដែរហ្នឹង400អីតិចអញ្ចឹងណាឃើញទេអូនឯងគិតមើលបានប្រាក់ខែច្រើនណាស់ណា350ណា400ឃើញទេយើងធ្វើការក្នុងស្រុកជួយអភិវឌ្ឍប្រទេសយើងផងអូនណាបាទហើយអូនឯងធ្វើការទាំងអស់គ្នាសិនមានបសសមែនទេបាទមានតែបងមានអូនបសសនោះសំខាន់ណាទី1បើសិនជាយើងធ្វើការគ្រោះថ្នាក់គេជួយបាទហ្នឹងហើយមានជំងឺគេជួយ
សំខាន់បំផុតពេលអូនឯងចាស់ទៅចូលនិវត្តន៍គេមានលុយចូលនិវត្តន៍ឲ្យអូនទៀត បាទ ហ្នឹងហើយមិនបាច់ទៅណាចំណាក់ស្រុកអីទេអូនហើយនិយាយទៅក្រសួងការងារគេជួយយើងច្រើនណាស់បើម្នាក់អានៅគេជួយប៉ុណ្ណឹងហើយនៅតែរកការងារធ្វើអត់បានទៀតមិនដឹងថាម៉េចដែរ បាទហើយខ្ញុំមកនេះគាត់មកអរគុណបងបានបាយណែបានបាយប្រាប់បានការងារធ្វើ បើអត់វាយស្រួលជាដើរអូនអើយនិយាយទៅអានេះទឹកចិត្តខ្មែរជួយខ្មែរណាអញ្ចឹងអូនឯងជួយប្រាប់គ្នាតគ្នាបងប្រាប់អូនប្រាប់គេណែនាំគេទាំងអស់គ្នាថាចង់រកការងារតាក់ទងតាណាអូនជួយផ្សព្វផ្សាយអាហ្នឹងទាំងអស់គ្នាណា បាទហ្នឹងហើយបង និយាយថ្ងៃ30ថ្ងៃទៅនេះ មិនដែរអូន ពួកខ្ញុំមានកម្មវិធីមួយ កម្មវិធីអីដែរ ទៅបកត្រី សូមថ្លែងអំណរគុណដល់ម្ចាស់រោងចក្រក្រុមហ៊ុនដែលបានផ្ដល់ឱកាសការងារនិងទទួលយកបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃឲ្យចូលបម្រើការងារជាពិសេសការយោគយល់អធ្យាស្រ័យការសហការនិងការសម្របសម្រួលការងារឯកសារនិងព័ត៌មានចាំបាច់ផ្សេងៗតាមការណែនាំរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់បងប្អូនពលករព្រមទាំងផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ក្នុងនាមជាខ្មែរតែមួយខ្មែរជួយរកការងារនិងផ្ដល់ការងារឲ្យខ្មែរតាមរយៈយុទ្ធនាការខ្មែរជួយរកការងារឲ្យខ្មែររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃនិងមានបំណងចង់ស្វែងរកការងារធ្វើក៏ដូចជារោងចក្រក្រុមហ៊ុនដែលចង់រើសបុគ្គលិកអាច scan QR code ខាងលើដើម្បីចុះឈ្មោះឬខលទៅកាន់លេខ1297ដើម្បីសាកសួរព័ត៌មានបន្ថែមដោយឥតគិតថ្លៃក្រុមការងាររបស់ក្រសួងការងារនឹងជួយសម្របសម្រួលចុះឈ្មោះគូផ្គងការងារនិងរើសបុគ្គលិកជូនបងប្អូនទាំងអស់គ្នាមិនថាបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃទេជាពិសេសកូនក្មួយដែលទើបនឹងប្រឡងចប់ថ្នាក់ទី12ហើយមានបំណងចង់ចាប់យកជំនាញវិជ្ជាជីវៈណាមួយអាច scan QR code ខាងលើដើម្បីចុះឈ្មោះចូលរៀនជំនាញ TVET ឬ call ទៅលេខ1297ដើម្បីសាកសួរព័ត៌មានបន្ថែមដោយឥតគិតថ្លៃ TVET រៀនឆាប់ចប់រៀនឆាប់ចេះឆាប់មានការងារធ្វើ TVET ជំនាញពិតជីវិតប្រសើរបងប្អូនធ្វើការក្នុងស្រុកគឺបងប្អូនបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិយើងមិនត្រឹមតែប៉ុណ្ណោះបងប្អូនក៏អាចទទួលបានលក្ខខណ្ឌការងារល្អប្រសើរប្រាក់ខែសមរម្យនិងទទួលបានប័ណ្ណបសសថែមទៀតប័ណ្ណបសសនឹងជួយបងប្អូនដូចជារបបថែទាំសុខភាពរបបគ្រោះថ្នាក់និងប្រាក់ចូលនិវត្តន៍ធ្វើការក្នុងស្រុកមានបសសដែលនាំមកនូវសុខភាពល្អសល់ប្រាក់សន្សំចាស់ទៅមានលុយចាយខ្លួនឯងចាស់ទៅពេលឈឺមិនលំបាកដល់កូនចៅបងប្អូនការទារប្រាក់ដើម្បីជាធ្នូនឹងការស្វែងរកការងារជូនបងប្អូនគឺជារឿងល្មើសច្បាប់និងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារនិងពិន័យជាប្រាក់ផងដែរក្នុងករណីមានការទាមទារប្រាក់ជាធ្នូនឹងការរកការងារជូនបងប្អូនធ្វើនោះបងប្អូនអាចខលប្តឹងទៅអធិការការងារតាមរយៈលេខ1286ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់សូមបងប្អូនទាំងអស់គ្នាជួយផ្សព្វផ្សាយនិងជួយចុះឈ្មោះរកការងារធ្វើដល់ញាតិមិត្តដល់បងប្អូនជិតខាងដែលមានបំណងចង់រកការងារធ្វើដើម្បីឲ្យពួកគាត់ឆាប់ទទួលបានការងារធ្វើ